សួស្តីបងប្អូនអរគ្នាសុខសប្បាយទេបាទនៅក្នុងវីដេអូនេះសូមមកតភាគលោកមុនបងប្អូនបាទដោយថាពួកខ្ញុំចែករំលែកតាក់ទងទៅនឹងជីវិតគូហើយនឹងការរស់នៅស្រុកគេឬមួយអីចឹងណាបាទអញ្ចឹងថ្ងៃហ្នឹងសូមតភាគបន្តិចចុះអញ្ចឹងសូមបង្ហាញបងប្អូនដូចថាតើថ្ងៃហ្នឹងភរិយារបស់ខ្ញុំគាត់ធ្វើម្ហូបអីបន្តិចសិនបងប្អូនបាទអញ្ចឹងដោយសារតែនៅលើតុនេះបងប្អូនបានឃើញបន្លែប្លុកហ្នឹងគឺអាហ្នឹងហៅសម្លអីគេអូនសម្លប្រហើក៏បានសម្លស្លក់ក៏បានដែរអូខេអញ្ចឹងសម្លហ្នឹងយើងធ្លាប់ធ្វើបង្ហាញជូនបងប្អូនម្ដងហើយអីបាទហើយគ្រាន់តែថារសជាតិឆ្ងាញ់ពួកខ្ញុំចូលចិត្តទៅក៏ធ្វើញ៉ាំទៀតបាទអត់ដឹងធ្វើម្ហូបអីធ្វើម្ហូបតែបាទអូខេអញ្ចឹងគឺថាមានតែប៉ុណ្្នឹងឯងបន្លែប្លុកហើយនឹងត្រីសាច់អីហ្នឹងបងប្អូនបាទអូខេបាទអញ្ចឹងតាក់ទងដូចថាការដែលពួកខ្ញុំមុននឹងបានមករស់នៅស្រុកគេហ្នឹងតើដូចថារងចាំយូរប៉ុណ្ណាឬមួយមិនអីមិនហ្នឹងបងប្អូនមកនិយាយរួមទៅទូទៅដូចតែគេដូចតែឯងដែរទេបាទគាត់ថានៅពេលដែលខ្ញុំជួបភរិយារបស់ខ្ញុំហ្នឹងគឺនៅស្រុកខ្មែរដូចពួកខ្ញុំបាននិយាយចឹងកាលពីឆ្នាំដូចថា2003 2004ឬមួយអីចឹងណាបាទនិយាយទៅតាំងពីខ្ញុំអត់ទាន់រៀនចប់បាទភរិយារបស់ខ្ញុំនៅរៀនទេតែអត់ទាន់ចប់ high school និយាយចាហើយកាលពេលស្គាល់គ្នាហ្នឹងក៏មិនមែនថាជាសង្សារជាអីដែរគ្រាន់តែថារបៀបស្គាល់គ្នាអញ្ចឹងណាគ្រាន់តែមានចិត្តលើគ្នាតែវាមិនទាន់ខ្លាចជាសង្សារនឹងគ្នាទេនិយាយចេះទៅបាទហើយដល់ទៅពេលខ្ញុំបានមករស់នៅស្រុកគេបាទខ្ញុំបានមករស់នៅស្រុកគេខ្ញុំចេញមកអញ្ចឹងទៅក៏បែកគ្នាមករយៈអញ្ចឹងទៅក្រោយមកទៅដូចថានៅតែតំណាក់តំណងដូចថាលេខទូរស័ព្ទឬមួយខរគ្នាអីចឹងបងប្អូនបាទរួចហើយអញ្ចឹងទៅក៏ខ្ញុំដូចថាសួរភរិយាខ្ញុំអញ្ចឹងទៅសួរថាខ្លួនឯងមានសង្សារទៀតឬមួយមិនអីមិនអីចឹងទៅហើយក៏ខ្ញុំសម្រេចចិត្តចុះទៅលេងស្រុកខ្មែរម្ដងទៀតអីចឹងទៅបងប្អូនបាទហើយក៏ពិភាក្សាគ្នាដូចថាអូខេបើក៏ចាប់ដើមដូចថាតាក់តងគ្នាម្ដងទៀតហ្នឹងហើយខ្ញុំចង់និយាយថាដូចថាបើគាត់ស្រឡាញ់ខ្ញុំមែនឬមួយអីចឹងអាចរងចាំបានអត់ឬមួយអីចឹងណាដោយសារតែខ្ញុំទើបមករស់នៅស្រុកគេគឺខ្ញុំអត់ទាន់មានដូចថាសញ្ជាតិទេបងប្អូនបាទអញ្ចឹងគឺខ្ញុំត្រូវរងចាំដូចថាកាលហ្នឹងពិបាកដែរបងប្អូនខ្ញុំអត់សូវចេះភាសាអង់គ្លេសហ្មងហ្នឹងចាំកាលហ្នឹងដូចជាខ្ញុំត្រូវការខ្ញុំរៀនយូរដែរបងប្អូនបាទដោយសារតែខ្ញុំមកដល់ដំបូងគឺខ្ញុំអត់បានគិតគូរពីចំណុចហ្នឹងទេបាទដល់ទៅពេលក្រោយមកខ្ញុំចុះទៅបងចុះឆ្នាំប៉ុន្មាន2008ហ៎អត់ទេដូច2007 2008ឬមួយហ្នឹងឯងបងប្អូនបាទដល់ពេលហ្នឹងទៅខ្ញុំត្រឡប់មកវិញខ្ញុំរៀនមួយឆ្នាំទៅខ្ញុំយកសញ្ជាតិបាន2009អីចឹងទៅបងប្អូនចុះទៅឆ្នាំ2007ពេលមកដំបូងក៏អត់មានគិតថាទៅរៀនចង់ទៅថាចង់ទៅយកសញ្ជាតិអីដែរដល់ពេលនឹកឃើញចង់បានប្រពន្ធទៅបានខំប្រឹងទៅរៀនត្រូវអត់ដើរលេងពេកបងប្អូនបាទចូលដល់ពេលចឹងទៅបាទអូខេឥឡូវកាត់ដូចថាពួកខ្ញុំរៀបការបានពួកខ្ញុំនិយាយលោកមុនចឹងថា2010ពួកខ្ញុំរៀបការឬមួយអីចឹងទៅហើយក៏បានដូចថាមកធានាមួយឆ្នាំដូចគេដូចឯងចឹងបងប្អូនបាទបានមកដល់ស្រុកគេចឹងទៅបាទដោយសារតែពេលដែលបងឯងដាក់ធានាខ្ញុំហ្នឹងគឺដាក់กระดาษស្នាមធានាបែបជាគូតដឹងមិនមែនជាប្តីប្រពន្ធទេបាទដោយសារខ្ញុំស្គាល់បងប្រុសម្នាក់ហ្នឹងគាត់ចេះខាងដូចថាច្បាប់ឬមួយនៅស្រុកគេអីចឹងដែរក៏ប្រាប់ខ្ញុំថាបើធានាការចំនួនពួកខ្ញុំស្រួលទេបងប្អូនមកដូចធានាជាសង្សារអីចឹងលឿនបាទដូច fiance បាទហ្នឹងមិនសង្សារហ្នឹងគូតដឹងច្រឡំបងប្អូនមកដល់ពេលចឹងទៅគាត់ថាធានាអាហ្នឹងទៅលឿនឬមួយអីក៏ប៉ុន្តែនៅតែដូចគេដែរ10ខែអីដែរណាតែបើលើគេថាបើយើងធានាមកបែបជាលក្ខណៈប្តីប្រពន្ធការវិញចូលប្រហែលជាមួយឆ្នាំទៅមួយឆ្នាំជាងអីហ៎អញ្ចឹង10ខែហ្នឹងយើងចាត់ទុកថាវាលឿនហើយណាថាលឿនសម្រាប់ដូចថានេះណាប៉ុន្តែសម្រាប់អ្នករងចាំដូចបងប្អូនដឹងហើយប្រកាសជាយូរដូចយើងរងចាំប្តីឬក៏ប្រពន្ធប្តីរងចាំប្រពន្ធដែរហ្នឹងហើយអ្នកដែលមានស្នេហាឆ្លងសមុទ្រប្រកាសជាយល់អារម្មណ៍មួយហ្នឹងហើយបងប្អូនបាទអញ្ចឹងគឺថាខ្ញុំវិញនិយាយតាមត្រង់បងប្អូនមកគឺថាជំនាន់ហ្នឹងគេប្រើការទូរស័ព្ទអា2រៀលអា5រៀលនិយាយម្ដងអស់ហើយកាតវិញគោដូចភ្នំចឹងបងប្អូនបាទតែសម័យហ្នឹងមិនទាន់មាន Facebook អីនេះទេហ្នឹងហើយអត់ទាន់ទលំទលាយទេបាទអត់មាន Call Messenger អីណាស្រួលអស់លុយតិចឬមួយអត់ទេបងប្អូនបាទអូខេដល់ទៅពេលចឹងទៅគឺថាបានធានាមកដល់ស្រុកគេចឹងទៅបាទហើយពេលពួកខ្ញុំរស់នៅស្រុកគេហ្នឹងគឺថាដូចបងប្អូនដឹងស្រាប់ហើយថានៅពេលដែលធ្វើការម្នាក់ឯង
cứ ở vậy cứ dư mình ai đôi thà trai vì nghĩ srúa lá bà đôi thà tầng tay nha ông mà đôi sao tại nhóm miên lan muối nhóm tự bong đại lan mấy cứ bong ở toàn đạch bong ôn bà vậy tới đi bong ôn đăng ấy tha thầm đá pe đại nhom mà đo bờ tê ham đại tập bón nhưng mà toàn miền ai cái sai từng được dương nơi rong cham á dương nơi rong cham phơ mà đầm nạ ca mà nạ ca dương thời ca thẹn green តែធ្វើ green card ទៅផ្ដិតមេដៃធ្វើអីចឹងឲ្យពួកខ្ញុំត្រូវការរៀបការជាមួយគ្នាពេលម្ដងណាពួកខ្ញុំត្រូវទៅរៀបការទៅគេហៅអីគេ merit license ណោះយើងត្រូវការអាហ្នឹងបន្ទាប់មកបានយើងមានអីគ្រប់យ៉ាងហើយបានយើងអាចមានសិទ្ធទៅធ្វើការបានតែអញ្ចឹងពេលដែលខ្ញុំរងចាំហ្នឹងតម្រាំតែថាបានអស់អីហ្នឹងហើយក៏ចាប់ដើមមាន baby ចាប់ដើមមាន baby អញ្ចឹងក៏អត់បានទៅធ្វើការដែរត្រូវការដូចថាយើងទៅមកផងហើយណាមួយខ្ញុំចាញ់តិចដែរអីចឹងទៅអញ្ចឹងនឹកឃើញថាចាំពេលកើត baby ហើយចាំដូចថាទៅរកការងារធ្វើអញ្ចឹងណាតែក្នុងអំឡុងពេលហ្នឹងខ្ញុំចេះតែធ្វើការដែរខ្ញុំទៅធ្វើតាម store តាមអីចឹងណាប៉ុន្តែគាត់ថាខ្ញុំធ្វើវាអត់សូវបានជាប់លាប់ទេបងប្អូនបាទយ៉ាដោយសារពេលហ្នឹងខ្ញុំអត់តមានឡានជិះអត់តមានអីចឹងណាហើយចឹងទៅត្រូវការឲ្យគេមកយកពេលខ្លះទៅគេអត់មកយកគេអត់អីចឹងទៅយើងក៏អត់ត្រូវអត់ទៅយើងក៏អត់បានទៅធ្វើការដែរអញ្ចឹងវាយ៉ាប់អញ្ចឹងនឹកឃើញថាចាំកើត baby ហើយចាំទៅរកការងារធ្វើអញ្ចឹងបងប្អូនដឹងហើយពេលដែលជីវិតប្តីប្រពន្ធពេលដែលយើងមកនៅប្រទេសគេអញ្ចឹងពេលដែលរីថាប្តីយើងឬក៏ប្រពន្ធយើងទៅធ្វើការម្នាក់ឯងអញ្ចឹងប្រាក់ចំណូលវារៀងពិបាកបន្តិចឯងការចំណាយវាច្រើនហើយចំណូលវាមានតែម្នាក់ច្រើនបងប្អូនបាទដោយសារខ្ញុំត្រូវបង់ឡានបងប្អូនដឹងត្រាប់ហើយថាឡានមួយកាចំនួនហ្នឹងខ្ញុំចាំបានខ្ញុំបង់ខ្ទង់ដូចថា$700បងប្អូនបាទហើយនៅអិនសរិនទៀតហើយនៅថ្លៃចាក់សាំងទៀតបាទហើយហូបចុកទៀតបាទអញ្ចឹងគឺថាចំណាយចំណូលតែមួយគឺដូចប្រាក់យើងនិយាយចឹងគឺថាបាក់ណាបងប្អូនបាទវាពិបាកហើយត្រង់ចំណុចមួយទៀតការចំនួនហ្នឹងយើងនៅផ្ទះជួលប៉ុន្តែគ្រាន់ថាពេលហ្នឹងផ្ទះជួលវាអត់សូវថ្លៃដូចឥឡូវទេតែខ្ញុំជួលហ្នឹងគឺ$6,700បាទតាមមួយកតុបទេតាមមួយកតុបយើងមានកតុបទឹកមានចក្រានបាយអីចឹងណាដាច់តែឯងថា$6,700ហ្នឹងឯងតែគេឡើងរហូតបងប្អូនមែន$700ហ្នឹងគឺថេរទេកាលមួយឆ្នាំទៅឡើង20រៀលកាលឡើង50រៀលហើយពួកខ្ញុំមែនជួលនៅនឹង4-5ឆ្នាំនៅរហូតទេពួកខ្ញុំផ្លាស់ប្ដូររហូតដូចថាពេលគេឡើងថ្លៃទៅយើងទៅរកកន្លែងមួយទៀតដែលវាថោកជាងនឹងស្រួលជាងនឹងកន្លែងដូចថាយើងនៅកន្លែងនេះមួយចឹងទៅវារៀងពិបាកនៅដូចថាយើងអត់ចូលចិត្តចឹងណាយើងផ្លាស់ទៅនៅកន្លែងផ្សេងមួយទៀតអីចឹងទៅអញ្ចឹងការចំណាយវាចាប់ផ្ដើមដូចថារៀងពិបាកទៅហើយបងប្អូនដោយសារតែទីណាមួយយើងមានកូនមានអីផងអញ្ចឹងណាហើយខ្ញុំអត់បានទៅធ្វើការដោយសារតែពិបាករកអ្នកមើលកូនពេលដែលខ្ញុំកើតហើយអញ្ចឹងទៅខ្ញុំត្រូវរងចាំឲ្យកូនខ្ញុំនឹងវារៀងធំបន្តិចដូចបានប្រហែលជា2ឆ្នាំជាងបានខ្ញុំដូចថាអាចរកអ្នកមើលកូនបានខ្ញុំសម្រេចចិត្តទៅធ្វើការអញ្ចឹងពេលដែលយើងធ្វើការបាន2នាក់ទៅក៏វារៀងស្រួលដែរដូចបងប្អូនដឹងហើយធ្វើការ2នាក់វាមិនមានអីក៏យើងអាចថាមកធូធាយើងមកសំរុំចឹងណាដូចថាយើងរមួយបងអស់ពិតមែននៅសល់មួយទៀតអស់ណាក៏យើងសល់បានទិញទួចឬមួយអីក៏គ្រាន់បើដែរបាទយើងមិនដូចថាដាច់ខែដាច់ខ្យល់ទាំងស្រុងទេអញ្ចឹងជីវិតគូនៅពេលដែលយើងស្រឡាញ់គ្នាស្មោះយើងចាប់ដៃគ្នាពិតប្រកបពិតមែនគឺយើងមានការជឿជាក់លើគ្នាអញ្ចឹងវាចេះតែរលូនទៅមុខឲ្យបងប្អូនបាទដោយសារតែយើងអាចពិភាក្សាគ្នាយើងចេះចាត់ចែងឲ្យសពបែបយ៉ាងឬមួយអីចឹងបងប្អូនបាទអញ្ចឹងគេថាតើប្តីប្រពន្ធបើយើងស្រោះដៃគ្នាវាមិនងាយក្រទេបងប្អូនគ្រាន់តែថាយើងមិនមានអីអស្ចារ្យក៏យើងជីវិតយើងក៏យើងរស់នៅបានស្រួលដែរអានេះតាមបទពិសោធន៍ខ្ញុំណាបងប្អូនគ្រាន់ថាបងប្អូនផ្សេងទៀតអាហ្នឹងយើងអត់ដឹងទេអានេះខ្ញុំនិយាយចំពោះតែដូចថាខ្ញុំពីរនាក់ប្តីប្រពន្ធនេះខ្ញុំដូចថាយើងបាទពួកខ្ញុំចាប់ឆ្លងកាត់ខ្លួនឯងពួកខ្ញុំឆ្លងកាត់ចាប់ដៃគ្នាពីបាតដៃទៅទេមកបងប្អូនបាទអញ្ចឹងពួកខ្ញុំយល់ដូចថាពេលដែលក្រខ្សត់ដូចថាយើងលំបាកចឹងយើងចេះតែចាប់ដៃគ្នាតស៊ូទៅមុខទៅវាគង់តែអាចទៅរួចទេបាទពួកខ្ញុំធ្លាប់តាំងពីអត់មានអ្វីសោះបងប្អូនបាទអត់មានហ្មងនិយាយទៅហើយអត់មានហើយមិនមែនថាធម្មតាបងប្អូនជពាក់គេទៀតណោះជពាក់បែងឬមួយអីចឹងបងប្អូនមកកាត់
អាកាតហ្នឹងតែយើងអត់ចេះប្រើបាទ credit card ហ្នឹងគឺថាវ៉ាន់កបងប្អូនបាទ យើងអត់ចេះប្រើក៏បានដែរក៏ពេលហ្នឹងបងឯងនិយាយយើងនិយាយចឹងយើងធ្វើការម្នាក់ឯងចឹងការចំណាយវា អត់គ្រប់បងប្អូនបាទ ខ្វះក្រោយដូចគេហៅថាដាច់ខែមិនតាន់ទេលុយយើងហ្នឹងវាអស់មុនហើយដូចថាលុយវា ចូលអត់តាន់ បាទ បាទអញ្ចឹងទៅក៏ប្រើកាត credit card ហ្នឹងទិញមកហូបឬមួយក៏ចាក់សាំងឬមួយអីចឹងទៅបងប្អូនបាទដល់តែពេលយើងបង់អត់គ្រប់ការប្រាក់ហ្នឹងវាចេះតែឡើងកើនឡើងរហូតបាទខ្ញុំជពាក់គេត្រឹមតែ2ទៅ3000ឬមួយអីបង់អត់ដាច់ទេណាបងប្អូន ការរហូត និយាយរួមជពាក់គេរហូតបាទពីមួយខែទៅមួយខែហ្នឹងធ្លាក់មកហ្នឹងបងជពាក់បង់អត់ដាច់ទេជពាក់គេរហូតឡើងរហូតបងប្អូនបាទអញ្ចឹងដល់តែពេលភរិយារបស់ខ្ញុំដូចថារៀងរឹងដៃរឹងជើងឬមួយកូនខ្ញុំរអ្នកស្គាល់គ្នាបានជួយមើលអីចឹងទៅបាទធ្វើការ2នាក់ទៅគឺចាប់ផ្ដើមដូចថាផ្លូវដើរហ្នឹងរៀងចាត់កាន់តែស្រួលទៅមុខម្ដងបន្តិចម្ដងបងប្អូនបាទដូចថាសំលុយសំអីចឹងទៅដើម្បីយើងគិតគូរថារទិញផ្ទះទិញអីដូចបងប្អូនដឹងហើយថានៅផ្ទះជួលវាមិនងាយស្រួលហ្មងទេពេលខ្លះទៅបတ်ពិសោធន៍ពួកខ្ញុំដឹងច្បាស់ដូចថាពេលជួលគេពីគាត់មកកន្លែងទៅមកកន្លែងបងប្អូននឹងស្រាប់ហើយគេម្ចាស់ផ្ទះគេចង់ឡើងថ្លៃគឺគេឡើងថ្លៃហើយយើងអត់អាចតវ៉ាគេបានទេបាទមានតែយើងសុខចិត្តឬមិនសុខចិត្តយើងត្រូវដើរចេញឬមួយអីចឹងទៅបាទហើយគូបញ្ហាមួយទៀតដូចថាការហូបចុកឬមួយអីចឹងដូចថាបងប្អូនទោះឆ្ងាញ់មិនឆ្ងាញ់ក៏ត្រូវតែដូចថាព្យាយាមធ្វើខ្លួនឯងអីចឹងណាបាទបានយើងអាចជួយសន្សំចៃបានមួយចំណែកដែរឬមួយអីចឹងបើមិនយើងអង្គុយតែទិញពីខាងក្រៅយកមកហូបគឺក៏វាពិបាកនឹងមិនអាចទៅថាងាយសល់ឬមួយដែរបាទយើងថាអញ្ចឹងក៏បានដែរកម្មពិតអារឿងញ៉ាំខាងក្រៅហ្នឹងវាម្ដងមកការគ្រាន់ថារសជាតិខាងក្រៅវាមិនដូចរសជាតិដែលយើងធ្វើខ្លួនឯងទៅយើងចង់បានរបៀបមិនក៏បានដែរគ្រាន់ថាម្ដងមកការទៅយើងនិយាយថាខ្ជិលយើងចង់សម្រាកអញ្ចឹងណាដូចបងប្អូនចុងភៅដឹងហើយបងប្អូនស្រីមេផ្ទះធម្មតាយូរយើងចង់ចេញក្រៅម្ដងដូចអីពាក្យខ្មែរយើងគេចូលចិត្តតែងនិយាយអីគេផ្ដល់ដូចគេហៅអីគេឆាច់ឈ្មោះជីវិតno ដូចយើងថាយើងផ្ដល់ហ្នឹងឯងកម្លាំងចិត្តឲ្យខ្លួនឯងដែលយើងធ្វើការហត់ធ្វើអីចឹងណាយូរយើងសម្រាប់យើងតែញ៉ាំអីខាងក្រៅម្ដងនិយាយទៅដូចបងប្អូនដឹងជីវិតប្តីប្រពន្ធវាជាធម្មតាខ្ញុំតែងនិយាយចឹងតែយើងប្រឹងទាំងអស់គ្នាយើងស្រោះដៃគ្នាទៅជីវិតយើងដឹងថាវាល្អប្រសើរហើយកុំឲ្យតែថាយើងជីវិតប្តីប្រពន្ធយើងអត់ជឿជាក់លើគ្នាអាហ្នឹងអាចបានរៀងយ៉ាប់ទោះបីយើងប្រមកយើងចេះរកបានច្រើនប៉ុណ្ណាក៏ដោយបាទយើងចេះលួចលាក់តែយើងអត់ស្មោះត្រង់គ្នាបាទគឺថាមួយលួចលាក់មួយបាទអញ្ចឹងគឺថាទោះបីយ៉ាងណាក៏អាចទប់ទល់ជាប់ដែរបងប្អូនអត់ដឹងបាត់លុតអត់ដឹងបាត់លុយទៅណាអស់ទេបងប្អូនជីវិតយើងដឹងថាទៅមុខអត់រលូនទេដឹងថាមានបញ្ហាហើយបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងដូចខ្ញុំឯនឹងភរិយារបស់ខ្ញុំហ្នឹងដូចថាជាយាមចែករំលែកបទពិសោធន៍សម្រាប់បងប្អូនដូចថាក្រោយអញ្ចឹងណាដូចថាពេលដែលគាត់មករស់នៅស្រុកគេអញ្ចឹងកុំដូចថាគិតទៅនេះពេកបងប្អូនបាទត្រូវចេះតស៊ូទៅមុខបងប្អូនបាទបងប្អូនកុំចាប់ដៃគ្នាកុំសម្លឹងឃើញគេដែលគេមកមុនហ្នឹងថាអូឥឡូវឃើញគេមកគេមានគេលោគេអីចឹងគេមកមុនយើង10 20ឆ្នាំហ្នឹងបាទយើងមិនបាច់ប្រៀបធៀបមួយគេទេបាទខ្ញុំជឿថាអ្នកគ្រប់គ្នាឲ្យតែមកដល់ទឹកដីគេមិនមែនជាទឹកដីស្រុកកំណើតយើងឲ្យតែយើងឆ្លងមករស់នៅប្រទេសគេពេលដែលយើងមកចាប់ដើមដំបូងអ្នកណាក៏ពិបាកដែរខ្ញុំជឿអញ្ចឹងមិនខាសំណុកទេតែវាមានដែរមានមួយចំនួនទៅដែលពួកគាត់មកពីស្រុកខ្មែរទៅគាត់មានជីវភាពធូរធារស្រាប់ហ្នឹងគាត់មានហ្នឹងគាត់ធូរធារស្រាប់បាទតែយើងចង់និយាយថាអ្នកដែលមានជីវភាពដូចថាមិនសូវជាធូរធារពេលដែលគាត់មកដល់ទឹកដីអាមេរិកនេះគឺម្នាក់គឺពួកគាត់ប្រឹងណាស់ហើយរហូតដល់គាត់មានផ្ទះមានអីហ្នឹងមិនមែនគាត់អូសុកទៅធ្វើការម៉មឬក៏ធ្វើការតាមម្នាក់ឯងគាត់អាចមានលទ្ធភាពទិញផ្ទះគឺអត់ទេប្តីប្រពន្ធតើតែធ្វើការទាំងពីរនាក់ទៅអាចមានលទ្ធភាពទិញផ្ទះបាននេះខ្ញុំនិយាយមែនបាទតែរឿងទិញផ្ទះហ្នឹងចាំខ្ញុំចែករំលែកវីដេអូក្រោយទៀតឥឡូវយើងទៅមកដំណាក់កាលម្ដងទៅបងប្អូនប៉ុន្តែបើខ្ញុំនិយាយចឹងបើមានកន្លែងណាខុសអីបងប្អូនអាចដូចថា comment បានជួនកាលបាទបងប្អូន comment បាទបងប្អូនប្រាប់មកចែករំលែកពីបទពិសោធន៍ឬក៏ការរស់នៅរបស់បងប្អូនបាទចំពោះបងប្អូនមួយចំនួនដូចថាឆ្លងកាត់ដូចពួកខ្ញុំអញ្ចឹងណាបាទខ្ញុំជឿថាមានច្រើនបាទដូចថាបងប្អូនដូចថាស្រឡាញ់គ្នាឆ្លងមហាសមុទ្រឬមួយតម្រាំបានមករស់នៅជាមួយគ្នាឆ្លងកាត់អ្វីខ្លះគឺថាមិនងាយសូវខុសគ្នាហ្មងទេបងប្អូនបាទគាត់តែខ្ញុំស្ដាយដូចថាពេលហ្នឹងគឺពួកខ្ញុំអត់ទៅចេះធ្វើវីដេអូឬមួយអីចឹងដូចថា
ការរស់នៅផ្ទះជួលដែរយ៉ាងម៉េចខ្លះឬមួយអីចឹងបងប្អូន ហ្នឹងហើយពេលអូននិយាយថាធ្វើការទាំងពីរអ្នកទិញផ្ទះបានណាទីបងប្អូនខ្លះគាត់ថាគាត់ធ្វើការម្នាក់ឯងក៏ទិញផ្ទះបានដែរអាហ្នឹងខ្ញុំមិនដឹងទេណាអាហ្នឹងបើសិនខ្ញុំនិយាយទៅវាខុសអីបងប្អូនអាចខមមិនបានព្រោះអីជាទូទៅពេលដែលខ្ញុំមករស់នៅប្រទេសអាមេរិកនេះខ្ញុំគិតថាតតាធ្វើការពីរអ្នកទើបអាចទិញផ្ទះដូចថាមួយចាយវាយអីសមរម្យបានអាហ្នឹងមើលអីតាមយើងមើលឃើញហើយនឹងបទពិសោធន៍ ភាគច្រើនបងប្អូនបាទគឺថាប្រកាសចេះតែមានទេថាបងប្អូនខ្លះគាត់តែម្នាក់ឯងគាត់មានសមត្ថភាពទិញផ្ទះបានបាទតែភាគច្រើនតើតែ2នាក់ឬមួយអីបងប្អូនបាទដោយសារតែទោះបីថាចំនួនពួកខ្ញុំមករស់នៅក៏ដោយទោះកាលខ្ញុំមករស់នៅដំបូងហ្នឹងបងប្អូនមកខ្ញុំធ្វើការហ្នឹងគឺបានថោកណាស់បងប្អូនតាម1ម៉ោងខ្ទង់តែ$13ឬមួយអីទេអញ្ចឹងមួយឆឹកបើកលុយមកគឺបានតាម$800ឬ$900ឬមួយអីទេបងប្អូនបាទហើយគ្រាន់តែបង់ឡានបង់ផ្ទះបង់អីសពបែបយ៉ាងទាំងអស់ហ្នឹងគឺថាទៅវិញអស់ហើយបងប្អូនអញ្ចឹងទោះបីថាសម័យនេះបងប្អូនខ្លះក៏ធ្វើបាន$20ពិតមែនឬមួយតែអីវ៉ាន់ស្អីហ្នឹងវាឡើងថ្លៃទៅតាមហ្នឹងបាទដូចវីដេអូច្រើនខ្ញុំចែករំលែកអញ្ចឹងណាបាទអញ្ចឹងគឺថានៅក្នុងវីដេអូហ្នឹងសូមចែករំលែកតែប៉ុណ្្នឹងទេបងប្អូនមកហើយក៏ចង់បានសូមឲ្យបងប្អូនមួយចំនួនដូចថាមានបទពិសោធន៍ហ្នឹងបាទការរស់នៅឆ្លងកាត់អីហ្នឹងបងប្អូនក៏អាចមេត្តាដូចថា comment ចែករំលែកពីបទពិសោធន៍បងប្អូនមកបាទសម្រាប់ដូចថាយើងនាំគ្នាអានទៅហើយចែករំលែកគ្នាដូចថាតើយ៉ាងម៉េចខ្លះអីចឹងបងប្អូនបាទឲ្យបងប្អូនមួយចំនួនផ្សេងទៀតហ្នឹងដែលគាត់អត់ទាន់បានមកឲ្យគាត់បានអានឬមួយអីចឹងទៅបាទមានអីថែមទេហាន់អត់ទេ អូខេអញ្ចឹងនៅវីដេអូក្រោយៗទៀតចាំពួកខ្ញុំចែករំលែកតទៀតបាទបងប្អូនទាំងអស់គ្នាចូលចិត្តឲ្យពួកខ្ញុំធ្វើវីដេអូតាក់ទងនឹងអីបងប្អូនអាច comment នៅក្នុងវីដេអូរបស់ពួកខ្ញុំបានដូចថាចង់ឲ្យខ្ញុំនិយាយពីការរស់នៅប្រទេសអាមេរិកឬក៏និយាយពីជីវិតប្រចាំថ្ងៃឬក៏អីផ្សេងទៀតចឹងណាចង់ឲ្យខ្ញុំចែករំលែកអីបងប្អូនអាច comment ទៅថាឥឡូវចង់ឲ្យបងប្អូនធ្វើនេះចង់ឲ្យបងប្អូនធ្វើនោះក្មួយធ្វើនេះក្មួយធ្វើនោះអីពួកខ្ញុំអាចនឹងដូចថាឆ្លៀតពេលឬក៏ឆ្លៀតពេលឬមួយអីចឹងបងប្អូនបាទនៅពេលខ្ញុំនឹងចែករំលែកបាទអូខេអញ្ចឹងខ្ញុំបាទសូមបញ្ចប់វីដេអូនឹងត្រឹមហ្នឹងហើយបាទខ្ញុំបាទសូមអរគុណទៅដល់បងប្អូនអរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បាទអញ្ចឹងខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ